អ្នកដែលគាត់មានវិបត្តិផ្លូវចិត្តអ្នកដែលគាត់មានបញ្ហាសើតចុកថប់អារម្មណ៍ណែនតានតាប់លេះឡាស់ក្នុងខ្លួនចាមានជំងឺ depression គាត់នឹងយល់អំពីអ្វីដែលខ្ញុំនិយាយឲ្យភាគច្រើនគឺចាប្រែប្រួលពីការបើកកាបូបមកឃើញក្រែមម្សៅคล้ายទៅជាការបើកកាបូបមកគឺមានតែចាភេងកាឡាភេងខ្យល់នឹងគឺអ្នកថប់អារម្មណ៍គាត់ចូលចិត្តណាស់គាត់អត់ចូលចិត្តសម្លេងសើចក្អាកក្អាយផឹកស៊ីជុលកៅធំបាសខ្លាំងអីមនុស្សច្រើនអីញ៉ាំការគេគឺអត់បានទេសូម្បីនាងខ្ញុំពេលដែលមានជំងឺបាក់ទឹកចិត្តខ្លាំងបងប្អូននឹងអត់ខ្ញុំទៅញ៉ាំការគេគ្រាន់តែឲ្យម្ចាស់ដើមសម័យដើមការឃើញចាហើយគឺលួចចេញមកវិញចាជំរាបលាគេទៅក៏ភ្លឹបផ្លែតមកវិញក៏ភ្លឹបផ្លែតមានអ្នកខ្លះគាត់ប្រកាន់ខ្ញុំដោយសារផឹងរត់ចេញមកហើយគាត់ទៅចូលឡានបងប្អូនត្រូវត្រៀមរោគមួយទុកដើម្បីផ្លាស់ប្ដូរចាបើកម៉ាស៊ីនត្រជាក់ឲ្យខ្លាំងចឹងហើយដោះកៅអៅចេញហើយបើសក់ក្បាលហ៊ានទៅធ្វើអីឲ្យខ្ជូតមកពេលហ្នឹងគឺត្រូវអង្គុយដកខ្ញុំបងប្អូនហើយអង្គុយដកតាគៀបអង្គុយដកអីហើយកណ្ដាសើមួយគឺចាំជូតមុខឲ្យអស់កុំឲ្យមាន make up សក់ក្បាលហ្នឹងក៏មិនបាច់ចងដែរឈឺក្បាលថប់ហើយអាកៅញ៉ាំការយើងវាត្រូវមានរឹបរៀងរឹបអីនឹងហូតចេញទៅដោះតាំងពីអាវក្នុងអាវក្រៅគឺចេញទាំងអស់ហើយដាក់រោគមកភ្លឹបខាងក្នុងស្រឡះថេងមានរោគពីក្រៅហើយបើកឡានទៅផ្ទះដោយធូរធុងគឺថាគ្រាន់តែទៅញ៉ាំការគេហ្នឹងដូចយើងទៅបំពេញ mission មួយឡើងធ្វើសង្គ្រាមអញ្ចឹងបងប្អូនចាគឺត្រៀមសពគ្រប់ដើម្បីរស់ដើម្បីរត់ចេញពីរោងការមកវិញហ្នឹងត្រូវធ្វើម៉េចដើម្បីឲ្យខ្លួនឯងបានដោះទុកកង្វល់អស់ហ្នឹងចាមានតែអ្នកដែលជួបរឿងហ្នឹងដូចខ្ញុំឯងបានយល់អារម្មណ៍មួយហ្នឹងបងប្អូនខ្ញុំជឿជាក់អញ្ចឹងតែម្ដងចាបើមិនអញ្ចឹងគឺអត់យល់ទេថាស្ដាប់ទៅក៏ធុំស្មុកស្មាញមិនអីចឹងប៉ុន្តែនេះគឺជាដំណោះស្រាយអ្នកដែលគាត់ជួបឧបសគ្គរឿងផ្លូវចិត្តនិងថប់អារម្មណ៍ដូចនាងខ្ញុំចាអញ្ចឹងបកត្រឡប់មកវិញថ្ងៃនេះគឺចេញវីដេអូស៊ីនមុខហ្នឹងគឺថាយ៉ាងហោចណាស់ក៏ត្រូវតែបានជំរាបជូនបងប្អូនដែរថាមុខស៊ីនគឺអញ្ចឹងនេះអីទេតាមពិតទៅខ្ញុំក៏ចង់ឲ្យបងប្អូនស្រឡាញ់ម្ដាមជាម្ដាមចាចូលចិត្តខ្ញុំជាខ្ញុំកុំស្រឡាញ់ខ្ញុំដោយសារគេប្រាប់ថាខ្ញុំល្អហើយក៏កុំស្អប់ខ្ញុំនឹងគេប្រាប់ថាខ្ញុំអត់ល្អចូលចិត្តខ្ញុំក៏ដោយស្រឡាញ់ខ្ញុំក៏ដោយខឹងខ្ញុំក៏ដោយគួរឲ្យមានហេតុផលរវាងយើងទាំងពីរចារវាងបងប្អូនទាំងអស់គ្នាជាមួយខ្ញុំបើខ្ញុំមានអ្វីមិនគប្បីអត់ចូលចិត្តខ្ញុំបានបើខ្ញុំជាមនុស្សល្អស្រឡាញ់ខ្ញុំបានហើយយើងធ្វើតាមអ្វីដែលយើងមើលទៅឃើញហើយនឹងរស់ជាខ្លួនយើងចាពីព្រោះខ្ញុំក៏អត់ដែរទៅស្អប់ពុកម៉ែបងប្អូនឬក៏ខឹងក្រោធអ្នកណាម្នាក់តាមតែពាក្យគេថាខ្ញុំមិនអាចទៅស្រឡាញ់អ្នកណាតាមគេនិយាយហើយក៏អត់ស្អប់អ្នកណាតាមពាក្យគេមកប្រាប់ដែរចានេះគឺជាខ្ញុំហើយខ្ញុំក៏សែនមានសន្តិភាពផ្លូវចិត្តហើយខ្ញុំក៏បានរួចទុកទោសជីវិតរបស់ខ្ញុំពីជំងឺបាក់ទឹកចិត្តមកដោយការដោះលែងចាការមិនទៀមទាមិនជាប់ជំពាក់ហើយអូខេហ្នឹងហើយអរគុណបើសិនជាមានអ្វីដែលល្អប្លែកចេញអំពីបទពិសោធន៍ជីវិតរបស់ខ្ញុំគឺខ្ញុំនឹងមានជាវីដេអូចេញមកចែករំលែកពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាទៀតខ្ញុំធ្វើតាមបេះដូងហើយសល់ថេរវេលាប្រហែលនៅក្នុងឆាកជីវិតរបស់ខ្ញុំពេញចិត្តនៅក្នុងការចែករំលែកទៅដល់មនុស្សជាទីស្រឡាញ់របស់ខ្ញុំទាំងអស់គ្នា